អ្នកដែលគិតថា PCOS អត់ជាអាចមកមើលវីដេអូនេះបានអញ្ចឹងវីដេអូនេះគឺមួយនៃឧទាហរណ៍ចំណោមអ្នកជំងឺជាច្រើនដែលខ្ញុំបានពិនិត្យនិងព្យាបាលជូនគាត់ណាចាអញ្ចឹងខ្ញុំចង់ឧទាហរណ៍អ្នកជំងឺនេះមួយជាក់ស្ដែងគាត់មាន PCOS ព្យាបាលជាមួយខ្ញុំ3ខែហើយអញ្ចឹងខែនេះវាចូលខែទី4ហើយស្រាប់តែយើងឃើញ PCOS គាត់ចាល្អចាវាជាបាត់ទៅវិញហើយវាមាន follicle មួយដែលលូតលាស់ធម្មតាគឺខ្ញុំមើលមួយគាត់តាំងពី day 4 follicle គាត់10 mm តែខ្ញុំអត់បានថតវីដេអូទេដល់ពេល day 13ខ្ញុំណាត់គាត់ម្ដងទៀត follicle ហ្នឹងឡើង11 mm ហើយសតវរដូវរបស់គាត់ឡើង6 mm ចាហើយករណីគាត់នេះគឺខ្ញុំតាមដានមើលថាតើគាត់មាន ovulation ធម្មតាអត់អញ្ចឹងណាអញ្ចឹងខ្ញុំចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថា PCOS ជាបើសិនជាអ្នកទាំងអស់គ្នាពិតជាបានដូរ lifestyle របស់អ្នកទាំងអស់គ្នាបានត្រឹមត្រូវហើយ supplement ដែលគ្រូពេទ្យឲ្យនឹងគឺអ្នកទាំងអស់គ្នាបានញ៉ាំទៀងទាត់ល្អចាអញ្ចឹងបើសិនជាគ្រូពេទ្យជួយហើយអ្នកទាំងអស់គ្នាជួយខ្លួនឯងហើយចាលទ្ធផលវានឹងចាទទួលបានលទ្ធផលជាទីគាប់ចិត្តតែបើសិនថាអ្នកទាំងអស់គ្នាចាយក supplement ហើយអ្នកទាំងអស់គ្នាអត់ដូរ lifestyle របស់អ្នកទាំងអស់គ្នាអត់ហាត់ប្រាណអត់តមផ្អែមចាបែបហ្នឹងគឺ PCOS អត់ជាទេចារំពឹងទៅលើគ្រូពេទ្យតែមួយគឺអត់ជាទេចាអញ្ចឹងខ្ញុំក៏ណាត់គាត់ day 18ម្ដងទៀតតើ follicle ហ្នឹងវាលូតលាស់ល្អធម្មតាអត់អញ្ចឹងជាក់ស្ដែង day 18 follicle ហ្នឹងឡើង18 mm ចាអញ្ចឹងបានន័យថាគាត់ខែហ្នឹងគឺមាន ovulation ដូចមនុស្សស្រីទូទៅដូចគេដូចឯងគាត់មានលទ្ធភាពអាចមានកូនដែលធម្មជាតិដូចគេដូចឯងដោយមិនបាច់ប្រើថ្នាំព្រិចពងញីទេអញ្ចឹងនៅក្នុង PCOS មិនជាទេចាប៉ុន្តែវាអាស្រ័យទៅលើចាភាពធ្ងន់ឬក៏ភាពខ្សោយរបស់បញ្ហា PCOS ហ្នឹងបើសិនជា PCOS នេះរៀងធ្ងន់ចាអញ្ចឹងវាអាចចំណាយពេលយូរអាច6ខែអាច1ឆ្នាំអីចឹងទៅតែស្របពេលហ្នឹងអ្នកទាំងអស់គ្នាគឺត្រូវតែចាប្រកាន់ភ្ជាប់នៅការបដូរ lifestyle របស់អ្នកទាំងអស់គ្នាអញ្ចឹងណាហើយបើសិនជាអ្នកទាំងអស់គ្នាទឹមតែមានជាទូទៅ3ទៅ6ខែក៏វាអាចជាអញ្ចឹងទៅតែមិនមែនថាជាឲ្យអត់ត្រឡប់ទៅរក PCOS វិញទេណាបើសិនជាអ្នកទាំងអស់គ្នាត្រឡប់ទៅធ្វើចា lifestyle ដូចពីការអ្នកទាំងអស់គ្នាមាន PCOS ទោះបីជាក៏ដោយក៏អ្នកទាំងអស់គ្នានៅតែអាចប្រឈមនឹង PCOS វិញចាអញ្ចឹង PCOS ហ្នឹងគឺជាវិបត្តិពងញីអត់លូតលាស់ដូច្នេះហើយវាមិនមែនជាជំងឺទេអញ្ចឹងជួនវាមកជួនវាទៅអញ្ចឹងកុំថា PCOS អត់បាត់ចាវាអាចបាត់ត្រឡប់ទៅសភាពធម្មតាវិញតែអ្នកទាំងអស់គ្នាត្រូវតែប្រកាន់ lifestyle របស់អ្នកទាំងអស់គ្នាល្អឡើងវិញ